បរិសុទ្ធចំណាស់ដ៏កំណាចម្នាក់នេះគ្រាន់តែត្រូវការប្រើដៃរបស់គាត់ដើម្បីចាប់ដើមឈើតូចមួយហើយរាងកាយរបស់គាត់ភ្លាមនោះបានឆ្លងកាត់ការផ្លាស់ប្ដូរដ៏អស្ចារ្យដើមឈើតូចមួយដែលដាំឡើយពោពេញដោយជីវិតបានចាប់ផ្ដើមក្រៀមស្វិតនិងមកភ្លាមខណៈពេលដែលបរិសុទ្ធចំណាស់នោះបានក្លាយជាក្មេងជាងវ័យ2 3ឆ្នាំដើម្បីបញ្ជាក់ពីអំណាចពិសេសរបស់គាត់បរិសុទ្ធចំណាស់បានកោះហៅក្រុមគ្រូពេទ្យរបស់គាត់ចំនួន5នាក់ភ្លាមនៅពេលដែលគ្រូពេទ្យធ្វើការត្រួតពិនិត្យធម្មតាគាត់ត្រូវបានបរិសុទ្ធចំណាស់ច្របាច់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះគ្រូពេទ្យវ័យក្មេងរើបានបរិសុទ្ធចំណាស់នោះអស់ធម្មពលជីវិតទាំងអស់នៅចំពោះមុខភ្នែកដ៏ភ័យរន្ធត់របស់មនុស្សគ្រប់គ្នាបរិសុទ្ធចំណាស់នោះពិតជារីករាយនឹងអារម្មណ៍នៃការនៅក្មេងម្ដងទៀតនៅពេលនេះអ្នកក្រោមបង្គាប់នៅក្បែរគាត់ទាំងអស់មានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់មាត់របស់ពួកគេបើកធំព្រួយបារម្ភថាគាត់នឹងក្លាយជាជនរងគ្រោះបន្ទាប់របស់វាប៉ុន្តែនៅពេលនេះបរិសុទ្ធចំណាស់នោះលងស្នេហ៍នឹងសមត្ថភាពអរូបីវាបានស្រែកយ៉ាងវេទនាបរិសុទ្ធចំណាស់បានស្រូបយកកម្លាំងជីវិតរបស់មនុស្សគ្រប់គ្នាដែលមានវត្តមានហើយគាត់បានធ្វើឲ្យរ៉ាមានកម្លាំងឡើងវិញក្នុងរយៈពេលពី10ឆ្នាំព្រោះគាត់ចង់ក្លាយជាយុវជនដែលពោពេញដោយភាពរស់រវើកបន្ទាប់មកគាត់បានបង្កើតអង្គការអាក្រក់ផ្ទាល់ខ្លួនរបស់គាត់រ៉ាដើម្បីធ្វើឲ្យអ្នកដើរតាមលំងខ្លៅទាំងស្រុងសង់ខ្លួនឯងបានកំណត់គោលដៅបរិសុទ្ធម្នាក់ដែលមានជើងរួញនៅក្នុងហ្វូងមនុស្សដោយគ្រាន់តែឃើញគាត់ដាក់ដៃលើជើងរបស់គូប្រកួតយឺតក្នុងមួយប៉ព្រិចភ្នែកជើងរបស់បរិសុទ្ធនោះមានការផ្លាស់ប្ដូរដ៏អស្ចារ្យបរិសុទ្ធដែលខ្វិនអស់រយៈពេល35ឆ្នាំនៅពេលដែលគាត់ចូលរួមក្នុងក្រុមនេះដំបូងត្រូវបានមេដឹកនាំក្រុមនោះក៏សម្គាល់ភ្លាមគាត់គ្រាន់តែដាក់ដៃលើជើងរបស់គាត់ហើយភ្លាមនោះជើងដែលស្វិតរបស់គាត់ក៏បានវិលទៅសភាពដើមវិញក្នុងល្បឿនដែលអាចមើលឃើញដោយភ្នែកទេទិដ្ឋភាពអស្ចារ្យនេះធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះមានការភ្ញាក់ផ្អើលបរិសុទ្ធនោះថែមទាំងក្រោកឈរឡើងដោយអភូតហេតុនៅចំពោះមុខមនុស្សគ្រប់គ្នានៅពេលនោះបរិសុទ្ធវ័យកណ្ដាលម្នាក់ដែលមានទឹកមុខខ្មាស់អៀនបានចេញមកពីហ្វូងមនុស្សអគិភ័យដ៏ធំមួយមុនបានបន្សល់ទុកស្លាកស្នាមធំនៅលើខ្លួនរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយគាត់មិនដែលមានមិត្តស្រីឡើយគាត់បានសន្យាថាដរាបណាគាត់ជួយគាត់លុបស្លាកស្នាមនោះគាត់សុខចិត្តធ្វើការជាសេះឬក្របីមេដឹកនាំនិកាយមិនបាននិយាយអ្វីទាំងអស់ហើយបានលាតដៃរបស់គាត់ភ្លាមនៅពេលដែលមេដឹកនាំនិកាយប្រើធម្មពលខាងក្នុងរបស់គាត់ការរលាកលើរាងកាយរបស់បរិសុទ្ធនោះបានបាត់ទៅវិញភ្លាមនៅក្រោមភ្នែករបស់មនុស្សគ្រប់គ្នាឈុតឆាកភូតហេតុនេះបាននាំមកនូវក្តីសង្ឃឹមដល់អ្នកជឿទាំងអស់ភ្លាមពីព្រោះពួកគេទាំងអស់គ្នាបានរងទុក្ខដោយសារជំងឺដែលមិនអាចព្យាបាលបានមនុស្សគ្រប់គ្នាជឿថាបរិសុទ្ធវ័យក្មេងនេះគឺជាការចាប់កំណើតឡើងវិញរបស់ព្រះអ្វីដែលពួកគេមិនដឹងគឺថាបរិសុទ្ធវ័យក្មេងនេះមើលទៅក្មេងប៉ុន្តែតាមពិតគាត់មានអាយុជាង80ឆ្នាំហើយមហាអំណាចរបស់គាត់ក៏បានមកពីគ្រោះថ្នាក់ផងដែរទើបតែមួយខែមុនបរិសុទ្ធអាចកំបាំងម្នាក់បានស្លាប់ភ្លាមក្រុមគ្រួសាររបស់គាត់បានធ្វើតាមបំណងប្រាថ្នាចុងក្រោយរបស់បរិសុទ្ធដែលបានស្លាប់ហើយបានប្រគល់សរីរាង្គទាំងអស់របស់គាត់ទៅឲ្យអ្នកជំងឺដែលត្រូវការហើយបរិសុទ្ធដែលបានស្លាប់នេះពិតជាមនុស្សដែលមានអំណាចអរូបីគាត់ក៏បានធ្វើដូច្នេះដើម្បីរក្សាអំណាចអរូបីរបស់គាត់នៅលើផែនដីមេដឹកនាំនិកាយគឺជាអ្នកដែលបានបដូរសរីរាង្គរបស់បរិសុទ្ធអាចកំបាំងដើម្បីទទួលបានអំណាចអរូបីមនុស្សម្នាក់ដែលទទួលបានសរីរាង្គមានរូបគំនូរនៅលើដៃរបស់ពួកគេព្រោះសរីរាង្គដែលទទួលបានគឺខុសគ្នាដូច្នេះអំណាចអរូបីរបស់ពួកគេក៏មិនដូចគ្នាដែរត្រាន់ម្នាក់មានបេះដូងដូច្នេះគាត់មានល្បឿនដ៏អស្ចារ្យឯគឿងមានសួតដូច្នេះគាត់អាចបំផ្ទុះព្យុះដ៏អស្ចារ្យមួយដោយគ្រាន់តែបើកមាត់របស់គាត់ដែលអ្វីដែលមិនគួរឲ្យជឿបំផុតនោះគឺមហាអំណាចរបស់មេដឹកនាំនិកាយគាត់អាចស្រូបយកភាពរស់រវើករបស់អ្នកដទៃដើម្បីធ្វើឲ្យខ្លួនឯងមានភាពស្រស់ថ្លាឡើងវិញបន្ទាប់ពីដឹងថាមានមនុស្សផ្សេងទៀតដែលមានមហាអំណាចមេដឹកនាំនិកាយចង់ស្រូបយកសមត្ថភាពទាំងអស់របស់ពួកគេភ្លាមដូច្នេះខ្ញុំបានរៀបចំពិធីជប់លៀងសប្បុរសធម៌មួយជាពិសេសដោយមានគោលបំណងតាក់ទាញមនុស្សដែលមានសមត្ថភាពពិសេសឲ្យមករកពួកគេដោយដែលរំពឹងទុកនៅយប់នោះមនុស្សមួយចំនួនដែលមានសមត្ថភាពពិសេសបានមកជួបមេដឹកនាំនិកាយដោយមានបំណងឆ្លៀតឱកាសចាប់ដៃគ្នាដើម្បីស្រូបយកអំណាចរបស់បរិសុទ្ធចំណាស់ប៉ុន្តែភ្លាមនោះត្រូវបានគេរកឃើញដោយជើងនៅក្បែរនាងបានទាត់គាត់ចេញធ្វើឲ្យគាត់ហោះទៅឆ្ងាយ10ម៉ែត្របន្ទាប់មកមនុស្សផ្សេងទៀតដែលមានមហាអំណាចក៏បានមកដល់កន្លែងកើតហេតុផងដែរនៅពេលនេះមេដឹកនាំនិកាយក៏ឈប់ធ្វើពុតហើយបោះជំហានទៅមុខដោយមានបំណងស្រូបយកអំណាចរបស់មនុស្សគ្រប់គ្នានៅពេលនោះមនុស្សមួយចំនួនមិនពូកែខាងអេហើយមិនអាចទប់ទល់នឹងការវាយប្រហាររបស់មេដឹកនាំនិកាយបានទេដោយឃើញថាការបន្តប្រយុទ្ធបែបនេះមិនមែនជាវិធីនោះទេTrentបានណែនាំថាមនុស្សមួយចំនួនអាចបញ្ចូលគ្នាហើយប្រហែលជាកម្ចាត់មេដឹកនាំនិកាយដោយសារតែម្ចាស់មហាអំណាចគឺជាមនុស្សដូចគ្នាពួកគេអាចបញ្ចូលគ្នានៅអំណាចរបស់ពួកគេយ៉ាងងាយស្រួលហើយផ្ទេរអំណាចនេះទៅជើងដោយមានអំណាចជាមូលដ្ឋានតែប៉ុណ្ណោះជើងបានបញ្ជូនមេដឹកនាំនិកាយទៅកាន់ឋានសួគ៌ដោយហេតុនេះបញ្ចប់គ្រោះមហន្តរាយនេះ